វីដេអូមុនយើងបានជួបហើយជាមួយនឹងបងអូនប្រុសដែលគាត់ជំនាញខាងជួសជុលនាឡិកាហើយគាត់កំពុងតែបន្តការសិក្សានៅឯមហាវិទ្យាល័យផងដែរសម្រាប់គាត់នេះដោះដែរយើងមានគុំមានអីចាប់សម្រាប់នាឡិកាដែលគាត់ស្អិតខ្លាំងអីចឹងទៅយើងបាញ់ប្រេងបាញ់អីទៅយើងដោះមានទាំងអស់ហ្មងយើងចាំមានមួយឈុតទាំងអស់ហ្មងគេធ្លាប់តែនិយាយថាពាក់នាឡិកាចូលទឹកអត់ហើយអញ្ចឹងអ្នកលក់គាត់ថាអត់ចូលទឹកទេអាពេលអ្នកពាក់ទិញយកទៅប្រើចូលទឹកមកឆ្ងល់សួរអ្នកលក់ថាអេមិននាឡិកាខ្ញុំចូលទឹកហើយអ្នកលក់គេថាម៉េចបងនាឡិកាហ្នឹងពាក់សម្រាប់តែមនុស្សពាក់បើឲ្យទិញឲ្យមនុស្សពាក់ឬគេទិញឲ្យក្រពើពាក់បើសិនជាបងប្អូនដែលគាត់ពាក់រាល់ថ្ងៃគាត់មើលទៅបើសិនជាឡើងស្នឹមឡើងកៅអែបែបនេះអីគួរតែយកមកសម្អាតម្ដងទៅវាមានរងក្បាលរុយហើយនឹងរងក្រោយបាទទេបងបាទនាឡិកានេះយើងអាចនិយាយបានថាឲ្យការដោះដំបូងនៅពេលយើងលើកមកនាឡិកានឹងអត់ដើរទេបាទអញ្ចឹងយើងដកកលៈទី1យើងស្រែថ្ងៃទីអូបាទហើយកលៈទី2យើងស្រែមកជំរាបសួរបងប្អូនទាំងអស់គ្នាវីដេអូមុនយើងបានជួបហើយជាមួយនឹងបងអូនប្រុសដែលគាត់ជំនាញខាងជួសជុលនាឡិកាហើយគាត់កំពុងតែបន្តការសិក្សានៅឯមហាវិទ្យាល័យផងដែរហើយគឺជាទំពាំងស្នងឫស្សីរបស់កម្ពុជាយើងនាពេលអនាគតទៀតហើយឥឡូវហ្នឹងយើងបានមកដល់កន្លែងរបស់គាត់ហ្មងដែលគាត់រៀបគ្រឿងបង្គំផ្ទាល់តែម្ដងហើយចង់ដឹងថាតើវិស័យនាឡិកាដែលគាត់ជាអ្នកចំនួនថ្មីវ័យក្មេងហ្នឹងទឹកដៃយ៉ាងណាហើយប្រាប់ពីកលឹះនៃការថែទាំនាឡិកាតើនាឡិកាដែលយើងប្រើប្រាស់រាល់ថ្ងៃយើងគួរតែថែរក្សាជូតខាងក្រៅឬក៏ត្រូវតែសម្អាតខាងក្នុងរយៈពេលប្រហែលខែប្រហែលឆ្នាំយើងត្រូវសម្អាតម្ដងធម្មតាម៉ូតូឬក៏រថយន្តរបស់យើងនៅការផ្លាស់ប្ដូរប្រេងម៉ាស៊ីនមិនអញ្ចឹងណាអញ្ចឹងនាឡិកាក៏ដូចគ្នាអញ្ចឹងចង់ជ្រាបច្បាស់ជួបជាមួយនឹងបងអូនប្រុសសាជាថ្មីម្ដងទៀតជំរាបសួរបងសុខសប្បាយអត់សុខសប្បាយឥឡូវនេះថ្ងៃនេះបានមកដល់កន្លែងបន្ទប់ជួសជុលផ្ទាល់តែម្ដងមិនអញ្ចឹងណាឥឡូវបងលើកមុនវីដេអូមុនបងអូនបានរាយរាប់ពីការថែទាំទូរស័ព្ទនាឡិកាតែច្រឡំមកទូរស័ព្ទនាឡិកាប្រភេទអូតូម៉ាទិកតើការលាងសម្អាតហ្នឹងយើងការថែទាំនាឡិកាខាងក្រៅនិងខាងក្នុងយើងគួរតែថែទាំអត់ខាងក្នុងសម្រាប់អាហ្នឹងជាចំណុចសំខាន់ជាងគេបងដោយសារតែតកតងមួយការលាងសម្អាតថែទាំហ្នឹងវាតកតងមួយរងជំរាបទឹកបងជំរាបទឹករបស់នាឡិកាដែរអញ្ចឹងនាឡិកាក៏មានរងជំរាបទឹកដែរមានបងការពារទឹកការពារអីចឹងណាការពារធូលីបាទអាចគេថានាឡិកាការពារគេហៅប្រព័ន្ធទឹកហ្នឹង 100% អត់អាចនិយាយបានថាអត់ 100% ទេអត់ 100% ទេប៉ុន្តែបើថាមកយើងទឹកកពុបលើណាជីកាត់ហាភ្លៀងអីតិចតួចបានលាងដៃអីបានព្រោះអីមែនតើនាឡិកាគេពាក់សម្រាប់មើលម៉ោងមិនមែនពាក់សម្រាប់មួយទឹកទេព្រោះស្មាតទោសបងប្អូនទាំងអស់គ្នាសុំទោសគេធ្លាប់តែនិយាយថាពាក់នាឡិកាចូលទឹកអត់ហើយអញ្ចឹងអ្នកលក់គាត់ថាអត់ចូលទឹកទេអាពេលអ្នកពាក់ទិញយកទៅប្រើចូលទឹកមកឆ្ងល់សួរអ្នកលក់ថាអេមិននាឡិកាខ្ញុំចូលទឹកហើយអ្នកលក់គេថាម៉េចបងនាឡិកាហ្នឹងពាក់សម្រាប់តែមនុស្សពាក់បើឲ្យទិញឲ្យមនុស្សពាក់ឬគេទិញឲ្យក្រពើពាក់ឥឡូវចូលមកដល់សាច់រឿងរបស់យើងវិញអញ្ចឹងការដោះនាឡិកាឥឡូវបើសិនជានាឡិកាគេយកមកធ្វើដែរបាទគេធ្វើបងអញ្ចឹងអត់តលាងសម្អាតទេតលាងសម្អាតទេចូលឥឡូវមើលផ្សាក់អូនដោះបានទេសម្រាប់ការបាទអានេះចាក់ស្ដែងហ្មងនេះអានេះយើងលឿនយើងប្រើនេះអូយើងប្រើហ្នឹងក៏បានយើងប្រើគ្រឿងមកគុំនោះផ្សេងក៏បានដែរបើសិនជាវាលក្ខណៈថាវាអត់សូវជាប់ស្អិតគូតអីចឹងណាបងយើងប្រើអាហ្នឹងទៅយើងដោះបានធម្មតាតែបើសម្រាប់គាត់នេះដោះដែរយើងមានគុំមានអីចាប់សម្រាប់នាឡិកាដែលគាត់ស្អិតខ្លាំងអីចឹងទៅយើងបាញ់ប្រេងបាញ់អីទៅយើងដោះមានទាំងអស់ហ្មងយើងចាំមានមួយឈុតទាំងអស់ហ្មងបាទហើយនេះសម្រាប់ការដោះបងនាឡិកានៅពេលដែលគាត់អតិថិជនប្រើទៅអត់ខូចអត់អីទេប៉ុន្តែគួរតែយើងមកសម្អាតអត់បើសិនជាអត់ធ្វើទុកធ្វើអីយើងគួរមកសម្អាតបងដោយសារតែយើងមិនមែនសម្អាតម៉ាស៊ីនទេយើងសម្អាតតួខាងក្រៅម៉ាស៊ីនមិនជាបញ្ហាទេបងបើសិនជាអត់មានការលេចជ្រាបទឹកអីមិនបាច់ក៏បានដែរពួកអីមែនតើទៅគ្រឿងនាឡិកាទូចមែនតើបាទហើយទូចបានន័យថាបើសិនជាយើងផ្លាត់ស្នៀតអេតិចផ្លាត់ទាត់បាត់អស់បាទហើយបានន័យថាគ្រឿងហ្នឹងមិនក៏មិនរឹងដែរអញ្ចឹងការប្រើប្រាស់ហ្នឹងធ្នមមែនតើធ្នមខ្លាំងមែនតើហើយដូចថាឥឡូវនាឡិកានេះអញ្ចឹងតើក្នុងប្រហែលខែប្រហែលសប្តាហ៍ឬក៏មិនដែលយើងត្រូវសម្អាតខាងក្នុងហ្នឹងបាទតកតងមួយការសម្អាត
បើសិនជាបងប្អូនដែលគាត់ពាក់រាល់ថ្ងៃគាត់មើលទៅបើសិនជាឡើងស្នឹមឡើងកៅអែបែបនេះអីគួរតែយកមកសម្អាតម្ដងទៅ អាហ្នឹងខាងក្រៅហ៎ អាហ្នឹងខាងក្រៅ ចុះមកខាងក្នុងវិញ ខាងក្នុងយើងអាចនិយាយបានថានេះបងតាក់ទងមួយការដោះមកលាបរងជាមួយនឹងការសវិសរងនេះបងវាមានរងក្បាលរុយហើយនឹងរងក្រោយបែបនេះបង បាទអាចទុកនៅនេះបាន បាទ អានេះខាងក្រៅរងគេនេះ អាហ្នឹងគេហៅរងបាតបង រងបាត បាទ អូរយក្បាលរុយក៏មានរង បាតរុយក៏មានរងកញ្ចក់ក៏មានរង ក៏មានរងដែរ បាទគាត់ថាកញ្ចក់វាមិនមែនជាប្រភេទរងបែបហ្នឹងបងហើយកញ្ចក់មុខវាអាចនិយាយបានថាយើងប្រើយូរយើងអត់សូវសម្អាតអីក៏អាចត្រូវថ្ងៃត្រូវអីយូរក៏អាចមានការផេះបែកតាមនឹងដែរបែកកញ្ចក់ណាបងបែករងបែកអីចឹងណាបង គុណអត្ថប្រយោជន៍នៃការប្រើប្រាស់ខ្សែតាមអតិថិជនស្រឡាញ់ឬក៏មិន អាហ្នឹងតាមអតិថិជនស្រឡាញ់ដែរបងតែបើសិនជានិយាយថាពីគុណវិបត្តិនិងគុណសម្បត្តិតាក់ទងមួយខ្សែជ័រអាចនិយាយបានថានៅពេលដែលយើងត្រូវទឹកត្រូវអីទៅវាអត់មានបញ្ហាស្អុយឬក៏ខូចអីចឹងទៅបងហើយតាក់ទងមួយខ្សែស្បែកបើសិនជាយើងត្រូវទឹកវាតាមទឹកឬក៏ញើសដែលយើងត្រូវវាអាចនឹងស្អុយឬក៏វាលួយស្បែកអីតាមហ្នឹងចឹងទៅហើយបើអាចនិយាយបានថាពីហ្នឹងបងប្អូនយើងស្រឡាញ់មួយណាគាត់ប្រើមួយហ្នឹង ប្រើមួយហ្នឹង បាទ ហើយបើសម្រាប់បងអូនផ្ទាល់ហ្មងដែលទទួលសេវាកម្មជួសជុលយកចំគ្រឿងបន្លាស់ភាគច្រើនប្រភេទនីលកាមកអីដែរ ខ្ញុំភាគច្រើនតាក់ទងមួយនីលកា Sinvo បងដោយសារ Sinvo ហើយនឹង Warman D1 ហើយ MSTR ឬក៏នីលកាទូទៅក៏យើងអាចមក service សម្អាតឬក៏ជួសជុលបានដែរ គ្រាន់តែបើហ្វិនយើងនៅក្នុង stock ភាគច្រើនពួក Sinvo នេះច្រើន បាទ ច្រើនហើយអតិថិជនរបស់យើងភាគច្រើនក៏គេមកហៅអាហ្នឹងដែរ បាទ ហើយតម្លៃក៏វាធូរថ្លៃតាមហ្នឹង ថ្លៃ ដែរ តាមហ្នឹងដែរបង ហើយមួយថ្ងៃហ្នឹងគួយតែសម្អាតភាគច្រើនឬក៏មិនដែរគ្រឿងបាក់បែកដែរ ហើយភាគច្រើនខ្ញុំឲ្យបានច្រើនខ្លាំងជាងគេតាក់ទងមួយដៃជើងក្បាលរុយហើយនឹងការសម្អាតយើងបិទ screen ការពារកញ្ចក់អីចឹងទៅបងហើយជាពិសេសច្រើននេះគេគឺការ clean សម្អាតវាឲ្យស្អាតព្រោះដោយសារតែបងប្អូនយើងអាចនិយាយបានថាពាក់ច្រើនអញ្ចឹងការសម្អាតក៏គាត់យកមកច្រើនដែរដោយសារគាត់មើលតាមវីដេអូខ្ញុំអីចឹងណាបង តើនីលកាយើងគួរតែប្រើពាក់ជាប់រហូតឬក៏មិនសម្រាប់ប្រភេទអូតូ ហើយយើងអាចនិយាយបានថាបើសិនជាអ្នកមាននាឡិកាតិចអាចនិយាយបានទេអ្នកដែលមាននាឡិកាមួយគាត់ចង់ពាក់ជាប់រហូតក៏បានដែរតែបើអ្នកនាឡិកាច្រើនគាត់ចង់ទុកចោលក៏ម៉ាស៊ីនហ្នឹងអត់មានបញ្ហាអីដែរបង មិនសិនក៏អត់មានបញ្ហាដែរ បាទ ហើយដូចបងប្អូនបញ្ជាក់អញ្ចឹងថាបើសិនជាយើងទុកចោលហើយវាអត់ដំណើរការមិនមែនខូចទេដោយសារវាអស់ធម្មពល វាអស់ធម្មពលរបស់វាអញ្ចឹងនៅពេលដែលយើងលើកយកមកពាក់វិញយើងត្រូវការមូលានដើម្បី យើងគ្រាន់តែមូលតនិចហ្នឹងមិនមែនដោះហើយមិនអញ្ចឹងទេមិនមែនដល់ពេលដោះអញ្ចឹងយើងហៅទាញមក បាទ មើលឥឡូវឲ្យអូនបញ្ជាក់តិចមើលហ៎ដល់ពេលដែលយើងមូលយើងមូលរបៀបមិននាលការនេះវិញ បាទទៅមួយនាឡិកានេះយើងអាចនិយាយបានថាឲ្យការដោះដំបូងនៅពេលយើងលើកមកនាឡិកាហ្នឹងអត់ដើរទេ បាទ អញ្ចឹងយើងដកកលៈទី1យើងស្រែថ្ងៃទី អូ បាទហើយកលៈទី2យើងស្រែម៉ោងនេះបង បាទ ហើយនៅពេលដែលយើងស្រែរួចរាល់យើង ឲ្យត្រូវហើយអស់ យើងបិទវាចិត្តវិញ អូ បិទវាចិត្តហើយយើងមូលឡានឡើងលើ move power វា បាទ អញ្ចឹងមិនមែនចុះបើយើង move power មុនសិន move power មុនសិនក៏បានដែរ ក៏បានដែរប៉ុន្តែបើជាកលឹះនៃការងាយស្រួល យើងស្រែ យើងសេរីឲ្យហើយសេរីថ្ងៃទីណាសេរីម៉ោងឲ្យត្រឹមត្រូវហើយបានយើងបិទចូលវិញហើយមូល power វាឡើង បាទហើយមួយទៀតតាក់ទងមួយអូតូម៉ាទិកយើងជៀសវាងដោយសារឃើញបងប្អូនខ្លះគាត់ប្រើក្លុកបែបហ្នឹងបងបាទហើយបើសិនជាក្លុកបែបហ្នឹងយើងអាចនិយាយបានថាមើលនៅខាងក្នុងសិតតែគ្រឿងបង្គំចុះបើសិនជាយើងក្លុកទៅវាអាចនិយាយបានថាត្រូវប៉ះពាល់គ្រឿងបង្គំណាមួយ ផ្លាត់ឡៃណាមួយ បាទយើងផ្លាត់ឡៃណាមួយគឺវាគាំងទាំងអស់ហ្មងបងអាចនិយាយបានថាគ្រឿងវារាប់ពី1ដល់100អញ្ចឹងបើបាត់កន្លែងណាមួយឬមានបញ្ហាកន្លែងណាមួយគឺគាំងទាំងអស់ គាំងទាំងអស់ បាទ អូអញ្ចឹងបានថាគ្រឿងបង្គំមួយទូចហ្នឹងសិតសំខាន់ទាំងអស់ បាទសំខាន់ បាត់គ្រឿងណាមួយក៏អត់ដែរដែរ បាទក្លុកបាទក្លុកយើងជៀសវាងបានជៀសវាងយើងមូលឡាន ចុះបើយើងអាចធ្វើចេះបាន ធ្វើអញ្ចឹងអត់អីទេ អត់អីទេតិចបាទ កុំឲ្យយើងអ្នកខ្លះគាត់អត់ដើរគាត់ក្លុកមកតំហឹង ហើយអូនឯងក្លុកចឹងមិនខូចហ៎ អត់ជាបញ្ហាបងអានេះគាត់ឧទាហរណ៍មើល ឧទាហរណ៍តែមួយជាងហើយស្រេចហើយមិនទេអរគុណមែនតើសម្រាប់បងប្អូនថ្ងៃនេះបានបញ្ជូលក្បោះក្បាយមែនតើពាក់ព័ន្ធជាមួយនឹងការថែទាំនាឡិកាប្រភេទអូតូហើយអញ្ចឹងបានន័យថាវិស័យនាឡិកាហ្នឹងមែនតើបងប្អូនឃើញថានាឡិកាទូចមួយនៅពេលដែលជួសជុលមកយូរម៉េះតួនេះបងប្អូនគាត់ដោះមកអញ្ចឹង យើងមើល បានដឹងគឺបង្គំទូចមួយហើយប្រភេទអូតូនេះគ្រឿងបង្គំណាមួយបាត់ឬក៏វាចកន្លែងណាមួយ
kengទាំងអស់ ក៏គៀងដែរ សំបីតែពេលខ្លះរបូតតែខ្ចៅមួយក៏អាចនាឡិកានឹងគៀងដែរ ហើយមួយទៀតបងប្អូនខ្លះដែលគាត់ប្រើប្រាស់នាឡិកាអូតូគាត់តែងតែមានចម្ងល់ថានាឡិកាគាត់មិនដើរអត់សូវទៀងម៉ោងដូចនាឡិកាប្រើថ្ម ដើរអត់សូវទៀងម៉ោងវាមានតកតងមួយបញ្ហាច្រើនបងទី1អាចនឹងស្អិតម៉ាស៊ីនឬមកពីយ៉ៃរបស់យើងវាប៉ោលវាអីតាមហ្នឹងអញ្ចឹងណាបងដូចជាទូទៅភាគច្រើនបើសិនជាស្អិតដើរលើសឬក៏ដើរយឺតចាប់ពី1នាទីដល់3នាទីឬក៏4នាទីអីយើងអាចសេរីនឹងយ៉ៃបានតែបើសិនជាឧទាហរណ៍ថាក្នុងមួយថ្ងៃយើងខុសហើយ1ម៉ោង2ម៉ោងឬក៏30នាទីឡើងចុះអាហ្នឹងគឺតកតងមួយបញ្ហាម៉ាស៊ីនហ្នឹងបង បញ្ហាម៉ាស៊ីនហើយបើសិនតែយើងជួបបញ្ហាអញ្ចឹងយើងគួរតែរកមកជាងជំនាញហើយទៅព្រោះបើសិនតែយើងប្រើប្រាស់ទៀតក៏បានដែរប៉ុន្តែវាអត់តម្រូវការគ្រប់កលៈទេសៈរបស់យើងថាយើងត្រូវកំណត់នីតិប្រហែលវាខុសពីឆ្ងាយដែរនេះក៏ជាការថែទាំកលិះមួយដែរចុះឥឡូវមានអីសម្រាប់ចែកជូនដល់បងប្អូនអតិថិជនយើងទៀតអីសម្រាប់បងប្អូនអតិថិជនណាដែលគាត់ចង់យកនាឡិកាមកសវិគាត់អាចមកខាងខ្ញុំបានហើយចាំខ្ញុំឲ្យបងប្អូនគាត់ដាក់ជាលេខទូរស័ព្ទឬក៏ទីតាំងនៅខាងក្រុមវីដេអូនេះក៏បានដែរហើយឬក៏អាចបញ្ជាក់តិចមកបើសិនជាងាយស្រួលរកផ្លូវយើងហើយសម្រាប់ទីតាំងរបស់ខ្ញុំនៅខាងវត្តព្រៃស្ពឺនៅចំចៅ2យើងចុះពីផ្លូវជាលេខ3បុកមកវត្តព្រៃស្ពឺប្រហែលជា1គីឡូផ្ទះនៅខាងស្ដាំដៃលក់កៅអៅហើយនឹងលក់នាឡិកាបងចុះបើយើងចេញពីស្ពានអាកាសចំចៅវិញស្ពានអាកាសចំចៅយើងបុកមកផ្លូវជាលេខ3ប្រហែលជាប្រហែលគីឡូពីស្ពានអាកាសចំចៅមកដល់ផ្លូវវត្តព្រៃស្ពឺនេះប្រហែលជា3គីឡូបងប្រហែលជា3គីឡូអញ្ចឹងមានចុះមកតាមបណ្ដោយផ្លូវជាលេខ3ហ្នឹងហើយយើងមើលខាងឆ្វេងដៃឃើញវត្តព្រៃស្ពឺខ្លងទ្វារហើយចូលមកប្រហែលជា1គីឡូទៀតបាទហ្នឹងហើយចូល1គីឡូទៀតមកឃើញខាងស្ដាំដៃបាទអញ្ចឹងឃើញបងប្រុសអញ្ចឹងសង្ឃឹមថាបងប្អូននឹងទទួលបានអតិថិជនកាន់តែច្រើនបន្ទាប់ពីអបផ្សព្វផ្សាយវីដេអូនេះទៅហើយបងប្អូនខ្ញុំមែនតើគឺជាការលើកទឹកចិត្តទៅដល់យុវជនរបស់យើងជំនាន់ក្រោយដែលជាតពាំងស្នងឬស្អីឲ្យគាត់មិនមែនថាបើគាត់មានមុខរបរឬក៏មានការងារធ្វើហើយបោះបង់ការសិក្សាទេយើងត្រូវដើរទៅគ្នាទាំងការរៀនសូត្រទាំងមុខរបររកស៊ី business ឬក៏ការរកស៊ីអីផ្សេងៗហ្នឹងត្រូវដើរទៅគ្នាហើយបើសិនជាយើងធម្មតាតពាំងស្នងរស័យគាត់អត់ទាន់បានប្រឡូកនៅក្នុងការងារជ្រៅឬក៏មុខរបររកស៊ីជ្រៅទេប៉ុន្តែបើសិនជាការរកស៊ីជំហានដំបូងការងារជំហានដំបូងទៅវាមានជួបផលប៉ះពាល់ឬក៏បញ្ហាអីតិចតួចសូមកុំបាក់ទឹកចិត្តដោយបងអូនប្រុសអញ្ចឹងគាត់ប្រឡូកនៅក្នុងនេះ5ឆ្នាំហើយអញ្ចឹងតាំងពីគាត់រៀនទី10ឥឡូវគាត់ឆ្នាំទី3ហើយយល់យ៉ាងណាដែរបងប្អូនទាំងអស់គ្នាបន្ទាប់ពីបានស្ដាប់ការបកស្រាយរបស់បងប្រុសដែលគាត់កំពុងតែបន្តការសិក្សានៅមហាវិទ្យាល័យផងហើយប្រឡូកនៅក្នុងអាជីពជួសជុលក៏ដូចជាលក់នាឡិកាផងមែនតើទៅនេះគឺជាតពាំងស្នងឫស្សីរបស់យើងដែលបងប្អូនទាំងអស់គ្នាគួរតែផ្ដោតអារម្មណ៍ក៏ដូចជាលើកទឹកចិត្តហើយក្នុងវីដេអូនេះក៏ផ្ដាំផ្ញើទៅដល់យុវជនជំនាន់ក្រោយធ្វើយ៉ាងណាកុំដើរផ្លូវខុសយើងត្រូវដើរផ្លូវត្រូវផ្លូវដែលល្អហើយយើងត្រូវដើរតាមមាគ៌ារបស់ឪពុកម្ដាយរបស់យើងបើសិនជាទូទៅទាំងអស់គ្មានឪពុកម្ដាយណាដែលចង់ឲ្យកូនដើរផ្លូវខុសទេអញ្ចឹងនេះគឺជាវីដេអូគំរូមួយសម្រាប់ឲ្យបងប្អូនទាំងអស់គ្នាដែលជាតពាំងស្នងឫស្សីគួរបដោះផ្នត់គំនិតទាំងការសិក្សាទាំងមុខរបររកស៊ីឬក៏ការងារត្រូវដើរទៅគ្នាធ្វើយ៉ាងណាកុំឲ្យបាក់ទឹកចិត្តព្រោះអីមែនតើប្រទេសកម្ពុជារបស់យើងត្រូវការបំផុតគឺតពាំងស្នងឫស្សីដែលល្អអរគុណមែនទែនខ្ញុំបាទមីតូឡាពីកម្មវិធី360